ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមកបង្ហាញពីចំណីហើយនឹងបង្ហាញពីថ្នាំដែលខ្ញុំរងថ្ងៃខ្ញុំប្រើថ្នាំអីដើម្បីឲ្យមន់ខ្ញុំស៊ីបែកគេចោលបងស៊ីខ្លាំងមែនតើទី1គឺខ្ញុំឲ្យស្រូវទេស្រូវគឺខ្ញុំប្រើស្រូវពងកន្លងខ្ញុំប្រើស្រូវពងកន្លងទេហើយជាមួយនឹងចំណីពីលីពីនណាខ្ញុំប្រើជាមួយនឹងចំណីពីលីពីននេះដូចបងប្អូនឃើញនេះអាមកញ្ចប់15000 20000ហ្នឹងបងប្អូនកន្លែងខ្លះគេលក់20000ហើយគឺខ្ញុំឲ្យមន់ស៊ីតែពីរមុខហ្នឹងទេហើយមួយទៀតគឺខ្ញុំមានថ្នាំណាថ្នាំពីរនេះខ្ញុំឲ្យបងប្អូនមើលណានេះខ្ញុំប្រើភាគច្រើនគឺខ្ញុំប្រើពីរនេះនេះចឹងបងប្អូនខ្លះស្គាល់ហើយអានេះឡាំងកោស្ពេចរបស់ខ្មែរយើងចូលចិត្តប្រើណានេះហើយមួយទៀតអានេះក៏របស់ខ្មែរយើងដែរនេះគឺអាណាសាំងបុកសេហ្នឹងអាណាសាំងបុកសេហ្នឹងអាណាសាំងបុកសេហ្នឹងគឺថ្នាំត្រជាក់ដូចប៉ារ៉ាអញ្ចឹងបងប្អូនណាដែលខែនេះខែព្រៀងខ្ញុំបងប្អូនចាក់វាទៅវាក្តៅក្នុងមកក្តៅក្នុងអត់សូវស៊ីចំណីទេប៉ុន្តែសម្រាប់មន់ទ្រុងខ្ញុំគឺអត់ទេខ្ញុំចាក់វាមើលតែមិនអត់ស្រួលខ្ញុំចាក់ហើយដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងហើយមួយទៀតគឺការផ្ដល់ចំណីរបស់វាគឺខ្ញុំបង្ហាញតិចមួយដែលធ្វើឲ្យមន់ធាត់អត់ស្គមទេហើយក៏មិនមែនមន់ខ្លាញ់ដែរគឺមន់ឡើងសាច់ដោយធម្មជាតិបងប្អូនត្រាំស្រូវបដោះឲ្យហូបឲ្យហូបឲ្យវាស៊ីហើយមួយទៀតបើមន់ដែលវាមិនសូវស៊ីខ្ញុំប្រាប់ពីរបៀបឬក៏តិចមួយដែលធ្វើឲ្យមន់កាន់តែស៊ីចំណីព្រឹកឡើងអញ្ចឹងមន់ដែលអត់ស៊ីចំណីស៊ីសល់តាមកតោបងប្អូនបង្អត់វាបានពីព្រឹករហូតទៅដល់ល្ងាចក៏បើវាស៊ីដាក់ទឹកផឹកទៅបានហើយស្អែកព្រឹកឡើងបងប្អូនដាក់ពេលព្រឹកឡើងបងប្អូនដាក់តែបន្តិចបានហើយដាក់ប៉ុណ្ណឹងដាក់ក្នុងកតោចំណីវាតែប៉ុណ្ណឹងបានហើយព្រលឹមឡើងហ្នឹងតែប៉ុណ្ណឹងបានហើយបងប្អូនឲ្យវាស៊ីប៉ុណ្ណឹងហើយវាស៊ីអស់ហើយមែនអត់វាស៊ីអស់រហូតដល់ល្ងាចបងប្អូនឲ្យវាស៊ីបន្តិចដដែលហ្នឹងប៉ុណ្ណឹងមិនដែរទៀតបងប្អូនធ្វើចឹងតែ2ថ្ងៃ3ថ្ងៃ2 3ថ្ងៃក្រោយបងប្អូនចង់ដាក់ច្រើនជាងនោះមកក្តាប់2ក្តាប់ហើយក៏វាស៊ីដែរវាស៊ីដល់អស់មកវាឲ្យសល់នឹងកតោហើយនៅពេលដែលវាស៊ីសល់គឺបងប្អូនដកកតោចេញកុំឲ្យវាស៊ីដកចំណីចេញអស់ពីកតោឲ្យមួយថ្ងៃដែលខ្ញុំប្រាប់ថាដកមួយថ្ងៃនឹងចេញកុំឲ្យវាស៊ីជុកស៊ីព្រឹកឡើងបន្តិចហ្នឹងបងប្អូនធ្វើទៅមន់ស៊ីហើយកែទម្លាប់មន់បានអាមន់ខ្លះតបចុកខ្ញុំឃើញម្ចាស់ខ្លះតបចុកមន់ចុកអូយចាំផ្សាតអីវេទនាមិនធ្វើដូចខ្ញុំស៊ីអញស៊ីឲ្យមើលនេះមើលគេនេះគេប៉ុណ្ណេះគេអីបើឲ្យជប់ស៊ីថ្ងៃចង់ស៊ីអស់មួយកថោនោះយ៉ាងអញ្ចឹងប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលា